នេះស្នាមចាំបងប្អូនដុល្លារឈប់អ្នកទាំងនេះគិតថារង្វាន់អស់ហ្នឹងបានមកដល់ងាយស្រួលមែនសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Tech Friday Season 3ជាសួស្តីអ្នកគ្នាខ្ញុំបាទវឌ្ឍនៈគឺជា IT Technician មកពី Process Solution ចំថ្ងៃនេះផងដែរខ្ញុំមានប្រធានបទមួយដែលចង់និយាយអំពី Insider Threat More Internal Mistake Big Business Risk មនុស្សយើងភាគច្រើនតែគិតថា hacker គឺ hack មកពីខាងក្រៅក៏ប៉ុន្តែសកម្មភាពយ៉ាងទូចមួយនៅក្នុងអង្គភាពក៏អាចបង្កទៅជាហានិភ័យយ៉ាងធ្ងន់ធ្ងរដូចគ្នាដូច្នេះហានិភ័យប្រភេទនេះគេហៅថា Insider Threat ឬហានិភ័យដែលកើតចេញមកពីខាងក្នុងអង្គភាពវាកើតឡើងនៅពេលដែលបុគ្គលិកដែលគូសហការឬអ្នកដែលមានសិទ្ធិប្រើប្រាស់ប្រព័ន្ធបង្កបញ្ហាសុខភាពដោយចេតនាឬអចេតនាឧទាហរណ៍ដូចជាការជួយទៅលើ email phishing ឬក៏ការច្រឡំផ្ញើឯកសារទៅអ្នកដទៃការប្រើប្រាស់កម្មវិធីដែលមិនបានអនុញ្ញាតនិងការទាញយកទិន្នន័យក្រុមហ៊ុនចូលទៅឧបករណ៍ផ្ទាល់ខ្លួនភាគច្រើននៃ Insider Threat មិនមែនកាត់ឡើងដោយចេតនានោះទេភាគច្រើនវាកាត់ឡើងដោយសារតែការប្រញាប់ការធ្វើប្រហែសឬកង្វះការយល់ដឹងអំពីសុវត្ថិភាពទោះបីជាកំហុសដោយចេតនាក៏ដោយក៏សកម្មភាពទូទៅទាំងអស់នេះក៏បណ្ដាលឲ្យទៅជាបាត់បង់ទិន្នន័យការរំខានដល់ប្រតិបត្តិការប្រព័ន្ធនិងការបាត់បង់ទំនុកចិត្តពីអតិថិជនដូច្នេះតើយើងអាចកាត់បន្ថយហានិភ័យទាំងអស់នេះតាមរបៀបណាការបណ្ដុះបណ្ដាលបុគ្គលិកជាប្រចាំដើម្បីពួកគាត់ស្វែងយល់ដឹងអំពី phishing link ឬក៏ phishing email អ្វីដែលគួរចែករំលែកឬមិនគួរចែករំលែកនិងសកម្មភាពដែលអាចបង្កទៅជាហានិភ័យបានការប្រើប្រាស់ MFA ឬ Multi Factor Authentication ដើម្បីការពារគណនីអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតកំណត់សិទ្ធិប្រើប្រាស់តាមទូនាទីដើម្បីឲ្យបុគ្គលិកចូលទៅក្នុងប្រព័ន្ធឬទិន្នន័យដែលចាំបាច់សម្រាប់ពួកគេការប្រើប្រាស់ដូចជា DLP និង EDR ដើម្បីចាប់ចោលសកម្មភាពដែលគួរឲ្យសង្ស័យនិងការពារទិន្នន័យសំខាន់ៗកុំឲ្យលេចចេញទៅខាងក្រៅនៅពេលដែលបុគ្គលិកប្រព័ន្ធនិងឧបករណ៍សុខភាពធ្វើការរួមគ្នាអាជីវកម្មអាចកាត់បន្ថយបញ្ហារបស់ Insider Threat មុនពេលដែលវាកើតទៅជាហានិភ័យយ៉ាងធ្ងន់ធ្ងរបានមិនមែនគ្រប់បញ្ហា Cyber Security សុទ្ធតែកើតចេញមកពី hacker នោះទេអញ្ចឹងអាជីវកម្មរបស់អ្នកនរគ្នាគួរតែចាប់ផ្ដើមគិតគូរពីបញ្ហាទាំងអស់នេះជាចុងក្រោយសូមអរគុណដល់អ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ